bây giờ khi nghe đây nhung đó là khi tôi nhâm buffet để xin được vừa lời nó cứ nhung vào đo lên nhà đó thì sát bảo nhóm cứ $30 không mình nhẹ dân anh nhâm ban cái sập một tí nhà đó thì mình tái khoản theo với miền limited bảo vi trong từ ពេលហ្នឹងគឺទៅសិង្ហបុរីចិត្តមកទឹកអ្នកនរគ្នាសំខាន់គឺគ្លឿន hot pot ខ្លាំងហ្មងហើយនៅពេលខ្ញុំសើ TikTok ទៅក៏ឃើញថា Happy Lamb នៅនេះគឺគេបើកជា buffet អ្នកនរគ្នាអញ្ចឹងទៅក៏មកសាកមើលទៅនៅនេះគឺ free drink free អាហារច្រើនប្រភេទទៅអ្នកនរគ្នាលើកលែងតែទឹក sauce គេគិតលុយក្រៅទៅហើយក៏គេមានកញ្ចប់អីមួយចំនួនទៅតាមប្រភេទសាច់អីចឹងណាអ្នកនរគ្នាតែជំរឿគេអត់អន់ទេអ្នកនរគ្នាមកហូបចិត្តមកហូបសិង្ហបុរីក៏មានសាច់ស្រស់ក៏មានអាសាច់យើងក៏មកផ្សេងហើយនៅមានប្រហិតនៅមានសាច់ដែលផ្សេងទៀតនៅហ្នឹងអាយ៉ាមក buffet ណាបើតែគ្រាន់តែបើកក្បាលមកភ្លាមគឺចោះចាញ់ហ្មងដល់គ្នា sauce នេះក៏យើងត្រូវខាញ់លើណាអ្នកណាសម្រាប់ហ្នឹងណាយកទៅតែក៏ផងមកផងទឹកញ៉ាំបាញ់ជ្រើដល់គ្នាញ៉ាំអាហ្នឹងណាខ្ចប់ដូចជើងមាន់យើងវិញទេឆ្ងាញ់ស៊ីឈွန်ដល់គេឆ្ងាញ់ដល់គ្នាខ្ញុំជួយស៊ីឈွန်ហើយស៊ីឈွန်នេះគឺដឹកហើយឆ្ងាញ់ពុកស្ដៃមកកុំទៀតឯអ្នកនរគ្នាអូខេអ្នកនរគ្នាមើលខ្ញុំញ៉ាំច្រើននំតែបាបឯអ្នកនរគ្នាខ្ញុំទៅកាប់ពីពេលហ្នឹងទៅគឺគិតតែញ៉ាំផឹកអីហ្នឹងខប់ចូលមកដល់វគ្គនេះគឺដល់វគ្គរៀងសង្ងល់តិចឯណាអ្នកនរគ្នាទឹកមកឈើនេះសុំទៅកន្លែងទៅភ្លាមឃើញ policy របស់គេអ្នកនរគ្នាគេថា250ក្រាមគឺគេផាក$20នេះដល់ពេលខ្ញុំអស់ផលិតភាពមិនដឹងបើជាមកគេផាកខាងហ្នឹងហ្នឹងហើយពេលនេះគេអត់ផាកខ្ញុំទេអ្នកនរគ្នាគ្រាន់តែថាគិតលុយទៅអស់$33ដោយសារតែខ្ញុំកំងទឹកស៊ុប2ហើយខ្ញុំត្រូវកំង sauce ទៀតអញ្ចឹងវាគិតលុយតាមហ្នឹងហើយមកទីតាំងគឺនៅ Pacific Plaza នៅលើផ្លូវ Scott Road អ្នកនរគ្នាវាកែនៅ Orchard Road អ្នកនរគ្នាអាច search Happy Lamb នៅ Orchard Road ទៅគឺវា search location ឲ្យយើងនៅក្នុង Google Map ក៏មានដែរសូមអ្នកនរគ្នាជាមនុស្សដែលចូលចិត្តទិញអីវ៉ាន់ចូលចិត្តដើរ shopping brand ឬក៏ brand medium អីខ្ញុំគិតថាអ្នកនរគ្នាមកដេកនៅ Orchard Road គឺត្រូវហ្មងហើយនឹងវាមានចរាចរណ៍គ្រាន់ថាវាដូច Walk Street អញ្ចឹងអ្នកនរគ្នាគេចេញចូលច្រើនហើយមានគេពាណិជ្ជកម្មគេលក់ដូរច្រើនសឹងតែថា LVDO អីគឺនៅនឹងមាន 5-6 កន្លែងផ្សេងគ្នាហ្មងគ្រាន់តែថាបើសិនបើមកដេកនៅទីប្រជុំជនអញ្ចឹងដូច Orchard Road អញ្ចឹងតម្លៃអូតែលអីក៏រៀងថ្លៃតាមនឹងដែរតិចខ្ញុំនឹងបង្ហាញអ្នកនរគ្នាថាបន្ទប់របស់ខ្ញុំដែលដេកនៅ Orchard Road ហ្នឹងថាវាថ្លៃកម្រិតណាស់ហើយវាតូចមិនខ្ញុំចង់ប្រាប់អ្នកនរគ្នាហ្នឹងណាគឺនៅ Orchard Road នេះវារៀងថ្លៃអញនិយាយថាថ្លៃដោយសារខ្ញុំចង់និយាយទៅក្រៅវិញបើតែគ្រាន់តែថានៅពេលដែលខ្ញុំ hot pot នេះអ្នកនរគ្នាដឹងគឺធំក្លិនខ្លួនគឺផ្សែងពេញខ្លួនហើយក៏បញ្ហាក្លិនមាត់ដែរអញ្ចឹងគឺមកដោះមួយ stand ដើម្បីយកភាពស្រស់ស្រាយយកមកវិញរបស់ខ្ញុំចិត្តអស់ហើយអ្នកនរគ្នាខ្ញុំឃើញតែគេហ្នឹងអ្នកនរគ្នាហើយនេះគឺកន្លែងដែលខ្ញុំត្រូវដោះថ្មិញឃើញអត់ដល់គ្នាតម្លៃបន្ទប់ហ្នឹងគឺ$250ក្នុងមួយយប់ចៀតអញ្ចឹងណាបើសិនទឹកបើសិនអីគឺនៅនឹងដែលនៅចិត្តកន្លែងទេសចរអីចឹងគឺវារៀងថ្លៃហើយវារៀងចៀតអញ្ចឹងបានថាយើងបានបន្ទប់ដែលចៀតប៉ុន្តែនៅក្នុងតម្លៃមួយដែលរៀងថ្លៃតែទៅជុំរបស់ខ្ញុំនៅពេលដែលដក stand clear មកអ្នកនរគ្នាលើកទី1 first impression របស់គាត់ហ្មងគឺផ្ដល់ភាពត្រជាក់ផ្ដល់អារម្មណ៍ស្រស់ស្រាយហើយក៏ដូចជាធ្វើឲ្យមាត់មានក្លិនក្រអូបអ្នកនរគ្នាបាត់ស្រស់ស្រាយបាត់ក្លិនផ្លែឈើហ្មងអ្នកនរគ្នាខ្ញុំហ៊ាននិយាយមកថាផលិតផលនេះនឹង spray អ្នកនរគ្នាពេលដែលប្រើហើយតម្លៃទៅ$14,000អ្នកនរគ្នាពីណាគេមិននិយាយថា stand មកក្រោយគេប៉ុន្តែទីផ្សារជាមួយនឹងគុណភាពផលិតផលគឺនៅបានយូរហើយនៅបានថេជាងផលិតផលដែលគេចេញមុនទៀតដោយសារតែខ្ញុំអត់ចង់ឲ្យគណៈថាធ្វើផលិតផលឲ្យបំពេញទីផ្សារប្រទេសគេប៉ុន្តែផលិតផលចេះតែយកប៉ាក់នៃមកដាក់ទៅធ្វើឲ្យបានដើម្បីយកលុយបងប្អូនប្រជាជនខ្មែរអញ្ចឹងទៅខ្ញុំអត់ចង់ឲ្យមានលឺពាក្យអញ្ចឹងហើយទៅខ្ញុំព្យាយាមសម្រិតសម្រាំងតែតែហើយណាមួយវាជា product ថ្មីរបស់ខ្ញុំទៀតខ្ញុំ take care ជាមួយនឹង process នៅក្នុងការផលិតនេះខ្លាំងមែនតើអ្នកនរគ្នាអាចសាកបានតែ14,000ទេអ្នកនរគ្នាទទួលបានឆ្នាំរត់ថ្មីមួយអ្នកនរគ្នាទទួលបានច្រាស់មួយទៀត